ថ្ងៃនេះគឺខ្ញុំបានមកធ្វើគៀវសបកថ្លាចំហុយដែលមាន snow បកាគៀវនេះដែរយើងចង់ហូបជាមួយនឹងទឹកត្រីផ្អែមក៏បានឬក៏យកមកហូបជាមួយនឹងទឹកស៊ីអ៊ីវដែលមានរសជាតិជូរអែមចេះក៏ឆ្ងាញ់ដែរឃើញសបកថ្លាអញ្ចឹងតិចថាពិបាកធ្វើអត់មានពិបាកធ្វើទេវិធីធ្វើងាយស្រួលខ្លាំងបំផុតជាដំបូងនេះគឺខ្ញុំមកធ្វើគ្រឿងស្នូលជាមុនសិនហាន់ជីវ៉ាន់ស៊ុយនឹងទៅបន្ទាប់មកបកាហ្នឹងគឺយើងដំវាឲ្យរាងទក់បន្តិចហើយក៏ច្រាំវាឲ្យម៉ត់តែកុំឲ្យម៉ត់ខ្លាំងពេកបន្ទាប់ពីកច្រាំបកានឹងហើយគឺយើងចាប់ផ្ដើមលាយគ្រឿងដាក់ជីវ៉ាន់ស៊ុយដែលយើងហាន់រួចមិញនឹងចូលម្សៅស៊ុបប៊ីចេងហើយនឹងស្ករចុងក្រោយគេនេះគឺម្រេចចំពោះរសជាតិវិញគឺយើងយករៀងសាបល្មមណាកុំយកប្រៃខ្លាំងពេកព្រោះអីយើងត្រូវហូបជាមួយនឹងទឹកស៊ីអ៊ីវទៀតណាហើយកូរច្បល់ចូលគ្នាឲ្យសព្វទៅគឺបានហើយឥឡូវនេះគឺខ្ញុំចាប់ផ្ដើមមកធ្វើសបកគៀវវិញម្ដងខ្ញុំប្រើម្សៅឆាហ្នឹងមកខាំកន្លះលាយជាមួយនឹងទឹកក្តៅដាំពុះណាចំពោះទឹកវិញគឺអត់បានកំណត់ទេខ្ញុំចាក់ម្ដងបន្តិចរហូតតទៅថាសាច់ម្សៅនឹងមើលទៅបានប៉ុណ្ណឹងគឺខ្ញុំចាប់ផ្ដើមច្បាច់ម្សៅនឹងដោយដៃណាហើយយើងច្បាច់ម្សៅនឹងរហូតតទៅថាវាសប់ចូលគ្នាបានល្អទៅជាដុំស្អិតអញ្ចឹងទៅគឺបានហើយខ្ញុំចង់បញ្ជាក់ទឹកគឺត្រូវតែក្តៅបើសិនជាទឹកត្រជាក់ឬក៏អ៊ុននេះក៏យើងលាយម្សៅនឹងអត់ត្រូវដែរបន្ទាប់ពីលាយម្សៅនឹងហើយគឺខ្ញុំចាប់ផ្ដើមមកលុញម្សៅនឹងឲ្យទៅជារាងទ្រវែងទៅហើយយើងសនុកកាត់វាទៅជាដុំតូចមកល្មមសនុកខ្ចប់អញ្ចឹងណាហើយម្សៅនឹងគឺខ្ញុំកាត់វាជាពីរសិនណាមិញនឹងពាក់ស្រោមដៃតែពិបាកធ្វើម្សៅនឹងអញ្ចឹងហើយក៏ដោះស្រោមដៃនឹងចេញទៅម្យ៉ាងយើងធ្វើហូបខ្លួនឯងទេយើងអត់មានបានធ្វើយតនាហើយមុននឹងធ្វើនឹងក៏លាងដៃស្អាតដែរចំពោះសាច់ម្សៅដែលកាត់នឹងវិញបងប្អូនចង់ធ្វើតូចឬក៏ធំអីយើងកាត់តាមចំណង់ចំណូលចិត្តរៀងខ្លួនទៅចំពោះម្សៅដែលខ្ញុំកាត់នេះគឺគៀវធ្វើហើយមិនតូចពេកហើយក៏មិនធំខ្លាំងពេកដែររបៀបខ្ចប់វិញក៏អត់មានអីពិបាកដែរគឺយើងយកសាច់ម្សៅម្ដុំហ្នឹងមកលុញឲ្យទៅជារាងមូលហើយយើងសកត់វាឲ្យទៅជាតប៉ែតវិញទៅហើយយើងយកមេដៃទាំងសងខាងហ្នឹងមកចាប់ជាយម្សៅហ្នឹងឲ្យរាងស្ដើងជាងចំណុចកដាលទៅណាបន្ទាប់មកគឺដួសស្នូលហ្នឹងដាក់កដាលហ្នឹងទៅហើយបិទឲ្យជិតអញ្ចឹងមកយើងសកត់មុខវានឹងឲ្យជាប់ទៅគឺបានហើយចេញជារូបរាងគៀវបាត់ហើយបន្ទាប់ពីខ្ចប់ហើយអស់គឺខ្ញុំយកវាទៅដាក់ចំហុយបងប្អូនចង់ស្ងោរក៏បានដែរខ្ញុំដាក់ចំហុយនេះគឺរយៈពេល20នាទីចន្លោះពេលហ្នឹងគឺខ្ញុំមកធ្វើទឹកជ្រលក់ឲ្យហើយគឺខ្ញុំប្រើទឹកស៊ីអ៊ីវហ្នឹងចំនួន3ស្លាបព្រាបាយទឹកខ្មេះ1ស្លាបព្រាបាយស្ករស1ស្លាបព្រាកាហ្វេប៊ីចេងបន្តិចទឹកក្តៅដាំពុះ2ស្លាបព្រាបាយម្ទេសហុយបន្តិចជាមួយនឹងល្ងចំពោះល្ងនេះចង់ដាក់ក៏បានអត់ក៏បានដែរហើយភ្លក់ទៅតាមចំណង់ចំណូលចិត្តនៅពេលដែលខ្ញុំភ្លក់ទៅវារាងសាបបន្តិចអញ្ចឹងខ្ញុំក៏ថែមម្សៅស៊ុបប៉ុណ្ណឹងទៀតទៅគឺរសជាតិមកល្មមឆ្ងាញ់តែម្ដងហើយកលែកមកមើលគៀវវិញក៏ឆ្អិនដែរអញ្ចឹងហើយគឺយើងលើកចេញមករោយបន្ថែមជាមួយនឹងស្លឹកខ្ទឹមតិចទៀតទៅគៀវនេះចង់ហូបស្រោចទឹកស៊ីអ៊ីវដូចខ្ញុំចេះក៏បានឬក៏ចង់ជ្រលក់ក៏បានដែរគៀវសបកថ្លាចំហុយនេះសម្រាប់ខ្ញុំនៅតាមខេត្តគឺអត់ឃើញមានគេធ្វើលក់ទេអញ្ចឹងហើយបើចង់ហូបគឺមានតែធ្វើខ្លួនឯងសម្រាប់បងប្អូនដែលចង់ហូបគៀវចំហុយអាចសាកធ្វើតាមរបៀបនេះបានព្រោះអីវិធីធ្វើគឺងាយស្រួលខ្លាំងមែនតើព្រោះរសជាតិវិញគឺមកល្មមឆ្ងាញ់តែម្ដងស្នូលក្នុងរាងស្រួយជ្រប់សបកខាងក្រៅទន់ស្វិតតិចវាត្រូវជាមួយនឹងទឹកជ្រលក់ដែលយើងធ្វើពីទឹកស៊ីអ៊ីវដែលមានរសជាតិជូរអែមហឹរតិចនិយាយរួមទៅវាត្រូវជាតិគ្នាតែម្ដងណា